ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយនាងខ្ញុំសាជាថ្មីនៅក្នុងវីដេអូនេះនាងខ្ញុំនឹងមកចែករំលែកអំពីរបៀបធ្វើស៊ុបពៅសុខភាពដោយសារតែរដូវនេះគឺរដូវធ្លាក់ខ្យល់ហើយអញ្ចឹងបងប្អូនប្រហែលជាមានអ្នកផ្ទះសាយឬក៏អ្នកឈឺអីច្រើនហើយអញ្ចឹងបងប្អូនអាចធ្វើស៊ុបនេះសម្រាប់ពៅសុខភាពគ្រួសាររបស់យើងកូននិងមនុស្សចាស់នៅក្នុងផ្ទះចាអញ្ចឹងបងប្អូនមកមើលរបៀបធ្វើទាំងអស់គ្នាណាចានេះគឺជាដលងដូងខ្ញុំដាក់តែមួយកណាត់ទេដោយសារធំពេកអញ្ចឹងយើងកាត់កង់អញ្ចឹងមកណាហើយថៃថាងខ្ញុំប្រើ1មើមដោយសារកំម៉ាប់មែនទែនថៃថាងនេះអញ្ចឹង1មើមមានចិត្តសបកឲ្យស្អាតអញ្ចឹងទៅហើយបងប្អូនកាត់កង់ដូចគ្នាហើយចំពោះថៃថាងនេះដែរបើបងប្អូនមានទូចបងប្អូនដាក់2មើមអញ្ចឹងទៅកាត់បែបណាក៏បានដែរកង់ក៏បានដែរចាចាចំពោះពោតនាងខ្ញុំប្រើមួយផ្លែពោតលឿងបងប្អូនកាត់កង់ចឹងទៅហើយផ្សិតខ្មៅនេះបងប្អូនចូលចិត្តដាក់ច្រើនតិចទៅខ្ញុំដាក់យកតលាយពណ៌ទេខ្ញុំប្រើប្រហែលជា6 7ផ្សិតខ្មៅហ្នឹងខ្ញុំត្រាំហើយខ្ញុំដាក់ចូលកន្លែងទូកកអញ្ចឹងទៅខ្ញុំគ្រាន់តែត្រាំឲ្យវារំលាយជាតិត្រជាក់ហ្នឹងទៅគឺរួចរាល់ហើយអញ្ចឹងបងប្អូនត្រាំទុកមួយផ្លេតទៅហ្នឹងហើយចំពោះល្ពៅខ្ញុំប្រើមួយផ្លែទូចហ្នឹងម៉ាក់គាត់ផ្ញើមកពីខេត្តបន្ទាយមានជ័យបានស៊ុបពៅសុខភាពតែម្ដងហើយចំពោះសាច់សយប្រូតេអ៊ីនប្រទះធំនេះយើងខ្ញុំដាក់5ហ្នឹងចង់ច្រើនពេកបងប្អូនអាចនេះទៅមើលតាមសមាជិកគ្រួសារទៅណាហើយត្រាំតែ2នាទីទេចាហើយនេះគឺជាគ្រឿងស្ងោរស៊ុបពៅហ្នឹងបោះម៉ាឡេបងប្អូនណាឈ្មោះគីហួងនេះចាហើយនៅលើកញ្ចប់ខាងក្រោយហ្នឹងគេមានរបៀបប្រើប្រាស់គេឲ្យយើងដាំទឹកឲ្យពុះហើយគេដាក់គឺនឹងចូលប៉ុន្តែកុំហែកកញ្ចប់ណាក្នុងនោះមាន2កញ្ចប់មួយកញ្ចប់ធំនោះមាន2កញ្ចប់តូចនៅក្នុងហើយយើងរងាស់វាទៅយើងប្រើគ្រឿងទេសទៅគ្រឿងទេសហើយយើងដាក់បន្លែត្រីសាច់ដែលយើងមានហ្នឹងទៅណាហើយនេះគេដាក់វិចិត្ររៀនផលិតផលរបស់ប្រទេសម៉ាឡេចានេះប្រទេសម៉ាឡេអញ្ចឹងណាហ្នឹងហើយអញ្ចឹងនេះដលងដូងចាខ្ញុំមានបត្រាក្រហមខ្ញុំមានពោតមានល្ពៅចាបងប្អូនឆៃថាវបងប្អូនចង់ប្រើការ៉ុតក៏ប្រើទៅណាអញ្ចឹងទឹកខ្ញុំប្រើ3លីត្រចាបងប្អូនពេលយើងដាក់ដាំទឹកឲ្យពុះចោលទៅយើងមកធ្វើផ្សេងទៀតនេះខ្ញុំដាក់គ្រឿងស៊ុបនឹងចូលសិនល្ងាស់ឲ្យវាចេញក្នុងស៊ុបនឹងសិនណាបងប្អូននេះមកកញ្ចប់ធំនឹងមាន2កញ្ចប់តូចអញ្ចឹងខ្ញុំដាក់តាមកញ្ចប់ចូលទេចាខ្ញុំទុកមកកញ្ចប់អញ្ចឹងបងប្អូនកុំហាយកញ្ចប់អសហ្នឹងកុំហាយវាណាយើងដាក់ទាំងកញ្ចប់អញ្ចឹងទៅចាហើយខ្ញុំដាក់ពោតលឿងយើងចូលដើម្បីឲ្យវាចេញជាតិផ្អែមនៅក្នុងទឹកចាហើយបន្ទាប់មកយើងទៅបំពងផ្សិតយើងហ្នឹងផ្សិតដែលយើងមុនហ្នឹងយើងលាងហើយច្របាច់ទឹកឲ្យស្រស់ហើយបងប្អូនយកមកបំពងមកចាបងប្អូនចង់លេងក៏បានដែរខ្ញុំបំពងលឿនជាងលេងវាយូរអញ្ចឹងណាហើយសាច់ស្ដែកមិញហ្នឹងខ្ញុំកាត់កង់អញ្ចឹងទៅយើងយកមកលេងដែរអំពងដែរចាសំទោសចឹងយើងបំពងសាច់និយាយទៅសាច់ដែលត្រូវដាក់ក្នុងស៊ុបពៅសុខភាពហ្នឹងត្រូវតែបំពងទាំងអស់បើអត់បំពងទេអត់ឆ្ងាញ់ទេចាហ្នឹងត្រូវក្បួនគេហ្មងណាហើយបន្ទាប់មកនេះតាគួរដែលយើងធ្វើប្រចាំហាងហ្នឹងនេះខ្ញុំដាក់មកដុំប៉ុណ្ណឹងចាហាន់វាកង់ដូចគ្នាមកនេះបន្ទាប់មកយើងទៅបើកទឹកស៊ុបដែលយើងដាំទឹកហ្នឹងខ្ញុំប្រើ3លីត្រដែរបងប្អូនមកកញ្ចប់ហ្នឹងណាហើយពេលល្ងាស់ស្រកអញ្ចឹងទៅយើងថែមឲ្យគ្រប់3លីត្រវិញសាច់ទាំងអស់ហ្នឹងប្រហែលជាចូលទាំងគ្រឿងបន្លែទាំងអីហ្នឹងចូលប្រហែលជាចង់1គីឡូកន្លះខ្ញុំប្រើទឹក3លីត្រដោយសារខ្ញុំចង់យកជាតិវាហើយយើងដាក់អំបិលបងប្អូនណាដាក់អំបិលហើយនឹងម្សៅបន្លែយើងទៅខ្ញុំអត់ប្រើស្ករទេសូមបញ្ជាក់បងប្អូនស៊ុបពៅសុខភាពនេះយើងអត់ប្រើស្ករទេបើបងប្អូនញ៉ាំបងប្អូនដាក់ចោះចាអំបិលស្ករប៊ីចេងបងប្អូនដាក់ចោះហើយបន្ទាប់មកខ្ញុំប្រើបន្លែផ្សេងដែលយើងហាន់ទុកហើយហ្នឹងយើងដាក់ចូលក្នុងទឹកនឹងតែម្ដងមកបងប្អូនណាដាក់ឲ្យមកពុះចាំយើងដាក់សាច់ចូលឲ្យបងប្អូនល្ងាស់ភ្លើងតិចទៅហើយចំពោះបត្រាក្រហមបងប្អូនចាំដាក់ក្រោយគេផ្សិតខ្មៅដែលយើងបំពងមុនហ្នឹងនេះបងប្អូនខ្ញុំចាក់ចូលល្ងាស់ជាមួយបន្លែហ្នឹងតែម្ដងហើយយើងដាក់ល្ងាស់ចោលចឹងទៅស៊ុបនេះអត់ត្រូវការបញ្ញាប់ទេបងប្អូនណាហើយបន្ទាប់ពីយើងដាក់ផ្សិតចូលហើយបងប្អូនវាយគ្រឿងទៅខ្ញុំប្រើស៊ីអ៊ីវខ្មៅចាស៊ីអ៊ីវខ្មៅហ្នឹងប្រហែលជាមួយស្ព្រាបាយហើយទឹកស៊ីអ៊ីវយើងធម្មតាហ្នឹងហើយអំបិលហើយនឹងម្សៅបន្លែហើយនេះសាតេខ្ញុំប្រើប្រហែល1ស្ព្រាបាយស្ព្រាខ្លីយើងបងប្អូនប្រហែល1ស្ព្រាបាយហ្នឹងហើយយើងដាក់ល្ងាស់ចោលចឹងទៅបងប្អូនភ្លក់មើលទៅអានេះត្រូវការរសជាតិស្រាលហើយងុំហើយនេះ twister ខ្ញុំលួចអំបិលបន្តិចទៀត
ចាខយវាផ្សិតហើយនឹងបន្លែនឹងពុះហើយខ្ញុំដាក់សាច់ចូលតែម្ដងសាច់ហើយនឹងតាហ៊ូដែលខ្ញុំពងមុនហ្នឹងគឺយើងដាក់ចូលតែម្ដងចូលទៅក្នុងទឹកស៊ុបបើសុខភាពរបស់យើងហ្នឹងហើយល្ងាស់ចោលតែម្ដងអញ្ចឹងនៅក្នុងហ្នឹងបងប្អូនមើលមានពោតមានឆៃថាវមានដលងដូងចាហើយមានល្ពៅបងប្អូនញ៉ាំការ៉ុតដាក់ការ៉ុតទៅហើយនេះជីវ៉ាន់ស៊ុយឬជីវ៉ាន់ស៊ុយបងប្អូនខ្ញុំដាក់ប៉ុណ្ណឹងដើម្បីយកទឹកក្អូបឲ្យឈ្ងុយហើយចំពោះសាច់នឹងខ្ញុំប្រើតាហ៊ូសាច់សណ្តែកសៀងហើយនឹងផ្សិតចាផ្សិតខ្មៅនឹងចឹងយើងដាក់តែប៉ុណ្្នឹងមកឲ្យបងប្អូនភ្លក់មើលទៅឲ្យល្ងាស់ក្រែកចោលតែម្ដងទៅរសជាតិសមស្រាលបងប្អូនសមស្រាលហើយបងប្អូនចង់យកទៅញ៉ាំលេងក៏បានញ៉ាំជាមួយបាយក៏បានញ៉ាំជាមួយមីកាទៀវអីក៏បានដែរស៊ុបនេះបងប្អូនតែខ្ញុំចូលចិត្តញ៉ាំលេងទៅលក្ខណៈថាវាស្រួលខ្លួនណាជាពិសេសរដូវធ្លាក់ខ្យល់នឹងញ៉ាំទៅត្រូវមែនតែនចាហើយនេះខ្ញុំផ្ងំទុកហើយពេលរៀបញ៉ាំហ្នឹងគឺខ្ញុំដាក់បត្រាក្រហមរៀបញ៉ាំហើយបងប្អូននៅលួយលឿនមែនតែនហើយបងប្អូនចង់ញ៉ាំកៅឈីដាក់កៅឈីពីលើទៀតក៏បានហើយវាជួយគ្រាប់ឈាមក្រហមសម្រាប់បងប្អូនដែលអត់សូវមានកម្លាំងអីចាហើយមួយទៀតបងប្អូនក៏អាចដាក់គ្រាប់ស្វាយចន្ទីបានដែរគ្រាប់សណ្តែកដីឆៅអីចឹងរងាស់ក្នុងស៊ុបនេះកាន់តែបើទៀតចាវីដេអូយើងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងឯងជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់មានសុខភាពល្អចាហើយរដូវធ្លាក់ខ្យល់នេះថែរក្សាសុខភាពទាំងអស់គ្នាហើយអរគុណសម្រាប់ការគ្រប់គ្រងហាង Go Green វិចិត្ររៀនជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់រកទទួលទានមានសុភមង្គលនៅក្នុងក្រុមគ្រួសារជាពិសេសគឺមានសុខសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្តចាសូមអរគុណសូមជម្រាបលា